ដែលរៀនភាសាអង់គ្លេសទី8វិនានេះលោកគ្រូបានកំពុងតែចែករំលែកនៅចំណុចដឹងភាសាអង់គ្លេសនៅផ្នែកតូចមួយដើម្បីជាជំនួយស្មារតីដល់បងប្អូនបាទហើយក៏ជាការងាយស្រួលក្នុងការរៀនភាសាអង់គ្លេសនៅតាមថ្នាក់របស់បងប្អូនដែរបាទចឹងសូមយកចិត្តទុកដាក់ហើយនឹងស្ដាប់នៅពេលណាដែលបងប្អូនមានពេលទំនេរថ្ងៃមុនលោកគ្រូបានចែករំលែកទៅលើការរំលឹកលេខពី10ដល់100បាទតែថ្ងៃនេះលោកគ្រូចែករំលែកនៅប្រធានបទថ្មីបាទអញ្ចឹងបងប្អូនអាចឃើញនេះstudy new vocabulary and phrases in unit 1លោកគ្រូស្រង់យកវគ្គស័ព្ទថ្មីហើយនឹង clear ជាច្រើននៅក្នុង unit 1ហ្នឹងអញ្ចឹងចំណងជើងទី1គឺលោកគ្រូផ្ដោតទៅលើ the new vocabulary you should learn វគ្គស័ព្ទថ្មីដែលកូនគួរតែសិក្សាគួរតែរៀនសូត្រអញ្ចឹងលោកគ្រូបានរំលេចនៅពាក្យខ្លះប៉ុន្តែពាក្យខ្លះនេះបងប្អូនខ្លះបានរៀននៅសាលាឯកជនគឺប្រហែលជាចេះហើយតែសម្រាប់បងប្អូនខ្លះដែលគាត់មកពីចម្ងាយប្រហែលជាអាចមិនទាន់ចេះដែរអញ្ចឹងប្រសិនបើកូនក្មួយមិនទាន់បានរៀនសូត្រមិនទាន់មានចំណេះដឹងផ្នែកពាក្យកស័ព្ទនេះបងប្អូនកូនក្មួយអាចចូលមើលក្នុង YouTube របស់គ្រូបានណាបាទអញ្ចឹងគ្រូចាប់តាមអានទូទស្សន៍ណាហើយនឹងបកប្រែមានស្រាប់នៅពេលនេះបាទដូចជា school មានន័យថាសាលារៀន classroom បន្ទប់រៀន desk តុគ្រូ table តុសម្រាប់សិស្សអញ្ចឹងគឺសូម highlight ដើម្បីចាប់អារម្មណ៍បន្តទៀត chair គឺមានន័យថាកៅអីchair កៅអី grade 8គឺត្រូវនឹងកម្រិតរបស់យើងនេះគឺថ្នាក់ទី8ត្រូវហើយកូនមួយ grade 8ថ្នាក់ទី8 subject នេះមានន័យថាមុខវិជ្ជា subject មួយគឺនៅប្រើនៅក្នុងរូបមន្តសំណងឃ្លាសំណងប្រយោគគឺបកប្រែថាប្រធាននៃគេស័ព្ទតែ subject នៅទីនេះសំដៅលើមុខវិជ្ជាបន្តទៀតគឺ notebook មានន័យថាសៀវភៅសរសេរឬក៏សៀវភៅកត់ត្រា notebook បន្តទៀតបេក្ខណៈមានពាក្យ student មានន័យថាសិស្សឬក៏សិស្សានុសិស្ស teacher បកប្រែថាគ្រូបង្រៀនអញ្ចឹងពាក្យថាគ្រូបង្រៀនមានទាំងលោកគ្រូទាំងអ្នកគ្រូជុំគ្នាstudent ដូចនេះដែរសិស្សានុសិស្សមានទាំងប្រុសទាំងស្រី friend មានន័យថាមិត្តភក្តិfriend មិត្តភក្តិអញ្ចឹងបែងចែកពី friend មកមាន2 3ពាក្យទៀតដូច new friend មិត្តថ្មី new friend មិត្តថ្មីបន្តទៀតមានពាក្យ best friend គឺមានន័យថាមិត្តដ៏ជិតស្និទ្ធមិត្តដែលកម្ររកបានមិត្ត100ឆ្នាំណា best friend តទៀតមាន classmate មិត្តដែរបាទប៉ុន្តែមិត្តនេះគេហៅថាមិត្តថ្នាក់ classmate និយាយឲ្យលម្អិតទៅ class ប្រាថ្នាក់ mate គឺមិត្តអញ្ចឹងបូកបញ្ចូលគ្នាមិត្តរួមថ្នាក់រួមថ្នាក់ពេលថ្ងៃយើងចូលថ្នាក់ទី8ដំបូងគឺយើងបានស្គាល់មិត្តរួមថ្នាក់របស់យើងណា
បន្តទៀតវាត classmate នេះមានន័យថាមិត្តចម្លែកមិត្តចម្លែកមិត្តចម្លែកអូខេចឹងលោកគ្រូអានឡើងវិញដើម្បីជួយជំនួយស្មារតីដល់អ្នកដែលមិនទាន់ចេះអានមួយគឺ school classroom desk table chair grade 8 subject notebook student teacher friend new friend best friend classmate with classmate ចេញពីអស់នេះគឺស្រង់ចេញពី unit 1 នឹងអានបានដូច្នេះបងប្អូនងាយស្រួលនឹងទទួលយកแล้วគឺសូមបន្តទៅចំណុចមួយទៀត new phrases you should learn ចឹងវានេះគឺនិយាយពី clear ម្ដង clear មានន័យថាក្រុមពាក្យចាប់ពី2ពាក្យឡើងទៅគឺគេចាត់ទុកថាជា phrase ចឹង clear ថ្មីឧស្សាហ៍ប្រើប្រាស់នៅក្នុងមេរៀននីមួយៗ new phrases you should learn clear ថ្មីដែលអ្នកត្រូវរៀនតែពិតក្រែងគឺដូចពាក្យមួយថាគួររៀន should គួរតែគួរអ្នកគួរយ៉ាចេញអីចេះជាប់អីគ្រាថ្មីដែលអ្នកលុបពិសិដ្ឋតែជាមួយបញ្ហានេះអ្នកគួររៀននេះត្រូវចឹងគ្រាទី1គ្រូសូមអានឲ្យស្ដាប់ Welcome to grade 8 Welcome to grade 8សូមស្វាគមន៍មកកាន់ថ្នាក់ទី8តទៀត Listen to Livan Listen to Livan Livan នេះឈ្មោះមនុស្សណាListen to ស្ដាប់សូមស្ដាប់ Livan Listen again Listen again មានន័យថាសូមស្ដាប់ម្ដងទៀតសូមស្ដាប់ម្ដងទៀត Excuse me មានន័យថាសូមអភ័យទោសផងនៃ excuse me គឺមិនមែនថាយើងទៅប៉ះពាល់គេប៉ះទង្គិចគេអត់ទេគឺក្នុងន័យថានៅពេលដែលយើងពឹងពាក់រំខានសូមពឹងគាត់សួរពីអ្វីដែលយើងអត់ដឹងឧទាហរណ៍ថាយើងអត់ស្គាល់វិទ្យាល័យអូបិលអញ្ចឹងយើងទៅប្រើពាក្យ excuse me ហើយយើងសួរគាត់ណាសូមអភ័យទោសសូមអត់ទោសផង Can you tell me where Ombel High School is សូមអភ័យទោសផងលោកមានដឹងទេតើវិទ្យាល័យអូបិលនៅទីណាអញ្ចឹងយើងទៅរំខានគេអានឹងឯងគឺយើងប្រើ clear ថា excuse me បន្តទៀត nice to meet you រីករាយដែលបានជួបគ្នាបន្តទៀត can you guess គេទូទា can you guess តើអ្នកអាចទាយបានទេភាគច្រើនលំហាត់គេឲ្យយើងទម្លាប់ធ្វើការទូទាចម្លើយមុននឹងគេប្រាប់ជាពិសេសទាក់ទងទៅនឹងអត្ថបទអំណានអានឲ្យឆ្លើយសំណួរអញ្ចឹងមុននឹងអានគេឲ្យយើងអានសំណួរហើយធ្វើការទូទាចម្លើយម្យ៉ាងទៀតស្ដាប់លំហាត់ស្ដាប់ហើយគេឲ្យយើងទូទាព្រឹត្តិការណ៍មុនអញ្ចឹងឯងយើងភាសាអង់គ្លេស guess can you guess ទៅទៀតមានគេថា match the question with the answer match តើមានគូកង question សំណួរ answer ចម្លើយអញ្ចឹងចូលគូកងសំណួរជាមួយនឹងចម្លើយអញ្ចឹង clear នេះវាតែងតែសរសេរនៅក្នុងទំព័រនីមួយៗ
ជាពិសេសគឺលំហាត់គូគងអញ្ចឹងគ្រូបានយកអាហ្នឹងយកមកជំនួយយើងជួយជាស្មារតីព្រោះអ្នកខ្លះចូលទៅថ្មីស្រឡាងអញ្ចឹងដល់ពេលដែលលោកគ្រូគាត់បង្រៀនឬក៏អ្នកគ្រូបរៀនទៅរៀនលឿនបន្តិចយើងចាប់អត់បានមួយទៀតយើងអត់មានគ្រឹះផងដូច្នេះកិច្ចការនេះលោកគ្រូរៀបចំដើម្បីជួយយើងចឹងឯងបាទសូមអរគុណដែលបានចូលរួមឥឡូវយើងមើលមួយទៀតបាទកណ្ណេះ new phrases you should learn ចឹង clear ថ្មីដែលអ្នកគួរតែរៀនហ្នឹងគឺໄວលើកទៀតហើយໄວលើឲ្យខុសពាក្យមិនមែនត្រូវទេគួរតែចឹងដូរពាក្យវិញគួរតែរៀនគួររៀនមកណារៀនចឹងបន្តដូចជា introduce yourself ប្រថាណែនាំខ្លួនចឹងបើសិនជាលេខណាលំហាត់អាចប្រែថាសូមណែនាំខ្លួនរបស់អ្នកឬក៏របស់ប្អូនណាសូមណែនាំខ្លួនអ្នកបន្តទៀតread again ប្រថាសូមអានម្ដងទៀតចឹងណាសូមអានម្ដងទៀត listen and read again នេះមានន័យថាស្ដាប់ហើយអានម្ដងទៀតស្ដាប់ហើយអានម្ដងទៀតស្ដាប់ហើយអានម្ដងទៀតបាទ good at not good at ទុយជាមួយនឹង not good at មានន័យថាពូកែខាងដូចជាពូកែខាងកីឡាពូកែខាងបាល់ទាត់ពូកែខាងមុខវិជ្ជាមួយចឹង good at ដល់ពេលទុយគឺ not good at មិនពូកែខ្សោយ favorite subject មានន័យថាមុខវិជ្ជាដែលពេញចិត្តបាទមុខវិជ្ជាដែលពេញចិត្តមុខវិជ្ជាដែលពេញចិត្តឬមុខវិជ្ជាដែលចូលចិត្តតទៅទៀត complete the fact សំទោសមាន file មួយទៀតណា complete the fact file សូមបំពេញឯកសារឬក៏បំពេញព័ត៌មានឲ្យបានពិតប្រាកដសូមបំពេញព័ត៌មានដែលពិតប្រាកដឬក៏ដែលពិតតែនឹងក៏បានដែរណាដល់ចុងក្រោយគឺថា what can you say about តើអ្នកអាចរៀបរាប់ពីអ្វីបាទឧទាហរណ៍about what can you say about Livan ជាអង់គ្លេស Livan ចឹងប្រែថាតើអ្នកអាចរៀបរាប់អ្វីអំពី Livan អូខេចឹងថ្ងៃនេះគ្រូចែកលេខប៉ុណ្ណឹងបាទសង្ឃឹមថាបងប្អូនគួយសិក្សាអាសារេខទី8នឹងជាតិពេលស្ដាប់នឹងយកជាចំណេះដឹងបន្ថែមដើម្បីជាជំនួយស្មារតីដល់ពួកយើងទាំងគ្នាបាទសូមអរគុណអូខេ thank you very much hope to see you next time bye bye